ដូរឈ្មោះហើយមានផលធ្វើឲ្យដួសល្អឡើងដែរឬទេមានគ្រូទាយថាឈ្មោះខ្ញុំមិនសូវល្អកណនីតួលេខមកហើយក៏បានតួលេខមិនសូវល្អទៀតទោះចិត្តខ្ញុំមិនចង់ដូរឈ្មោះប៉ុន្មានក៏ដោយក៏អត់កង្វល់មិនបានចង់ដឹងថាបដូរឈ្មោះទៅហើយតើមានផលធ្វើឲ្យដួងល្អឡើងដែរឬទេត្រូវឆ្លើយថាឈ្មោះមានផលក្នុងផ្លូវហោរាសាស្ត្រតែថាមានមិនច្រើនទេអ្នកហោរាសាស្ត្រខ្លះប្រាប់ថាវាជាការទាញយកកម្លាំងរបស់ផ្កាយដែលមានគុណក្នុងដួងចតាចេញយកមកប្រើតែក៏ធ្វើបានតាមដែលផ្កាយមានកម្លាំងប៉ុណ្ណោះខ្ញុំយល់ថាព្រឹត្តិកម្មរបស់ម្ចាស់ឈ្មោះសំខាន់ជាងមានអតិថិជនខ្លះលោកមកសួររឿងនេះដែរថាគួរបដូរឈ្មោះឬទេចម្លើយពីខ្ញុំគឺជាការពិតការប្រព្រឹត្តប្រតិបត្តិរបស់លោកអ្នកសំខាន់ជាងឈ្មោះតែបើចង់បដូរឈ្មោះមែនក៏មិនចំទាស់ទេព្រោះគិតថាយ៉ាងហោចណាស់វាប្រហែលជាសាងភាពជឿជាក់ក្នុងការប្រកបការងារផ្សេងៗបានខ្លះដែរហើយជាការពិតវិញការជ្រើសរើសឈ្មោះដែលមានតួអក្សរដែលមានកម្លាំងក៏គ្រប់គ្រងដួងបានដូចគ្នាដែរតែមិនច្រើនពេកដូចដែលបានពោលរួចមកហើយសូមបញ្ជាក់ម្ដងទៀតថាព្រឹត្តិកម្មសំខាន់ជាងឈ្មោះប្រកបណាស់អធិប្បាយសេចក្តីរឿងឥទ្ធិពលរបស់ឈ្មោះចំពោះដួងចតាក៏គឺក្នុងដួងរបស់ម្នាក់ពេលចងចេញមកហើយនឹងមានផ្កាយដែលមានតំណែងល្អនិងមិនល្អជាម្ចាស់ផ្ទះភពដែលអាក្រក់ឬមិនអាក្រក់ហើយតំណែងខាងតក្សាផងថាល្អឬមិនល្អបើយើងជ្រើសរើសអក្សររបស់ផ្កាយដែលមានតំណែងមិនល្អឬមានន័យអាក្រក់ក្នុងផ្នែកតក្សាណាមួយក៏ដោយទាំងពីរយ៉ាងវាក៏អាចនឹងមិនមានផលក្នុងការជួយអបស្ទប់ដួងចតាបានច្រើនប៉ុន្មានឡើយសូមរៀបរាប់ពីវិធីតាំងឈ្មោះរបស់ខ្ញុំក្រែងមានលោកអ្នកខ្លះសង្ស័យដំណាក់កាលក៏នឹងផ្ដើមចេញពីការចងដួងរបស់អ្នកដែលចង់តាំងឈ្មោះជាមុនរួចទើបមកត្រួតពិនិត្យមើលផ្កាយត្រូវជ្រើសរើសផ្កាយដែលមានកម្លាំងនិងស្ថិតក្នុងភពល្អហើយឲ្យគុណខាងផ្នែកតក្សាទៀតផងពេលជ្រើសរើសបានហើយក៏ប្រើតួអក្សរដែលជារបស់ផ្កាយដួងនោះមកប្រើក្នុងការតាំងឈ្មោះយ៉ាងហោចណាស់ក៏ជាការប្រើផ្កាយដែលមានកម្លាំងហុចផលល្អចំពោះម្ចាស់ដួងពេញទំហឹងហើយត្រូវតាំងឈ្មោះឲ្យមានពិន្ទុរួមពីអក្សរចេញមកក៏ល្អផងដែររឿងនេះគឺជាលេខសាស្ត្រហើយន័យក្នុងភាសាក៏ត្រូវល្អជាមង្គលការពិតនោះស្មុគស្មាញគួរសមតែក៏ចូលចិត្តតាំងឈ្មោះដែរព្រោះចូលចិត្តភាសាចំណែកខ្លួនខ្ញុំមិនដែលបដូរឈ្មោះហើយក៏មិនធ្លាប់មានគំនិតថានឹងដូរឈ្មោះដែរតែមានអ្នកជុំវិញខ្លះទៅបដូរឈ្មោះរួចមកហើយខ្លះដូរទាំងឈ្មោះខ្លួនដូរទាំងនាមត្រកូលជាថ្មីដូរឈ្មោះឲ្យកូនគ្រប់គ្នាតាមដែលសង្កេតជីវិតពួកគេគ្មានឃើញការប្រែប្រួលអ្វីច្បាស់លាស់ឡើយស៊ូអ្នកបដូរព្រឹត្តិកម្មមិនបានទេអ្នកខ្លះពីដើមមិនធ្លាប់ធ្វើទានរក្សាសិលពេលមកធ្វើទានរក្សាសិលថែមប្រតិបត្តិភាវនារឿងនេះសំខាន់បំផុតជីវិតក៏ប្រែប្រួលទៅបែបឈប់ជីវិតតែម្ដងក៏មានការបដូរឈ្មោះអាចធ្វើឲ្យអ្វីប្រសើរឡើងបែបឆក់កណ្ដៀតហើយក៏ធ្លាក់ដុនដាបដោយបច្ច័យដតីដែលខ្លាំងជាងមានផលអូសបន្លាយយូរជាងតែការសម្រួលផ្លាស់ប្ដូរព្រឹត្តិកម្មថ្មីដែលល្អឡើងជាអចិន្ត្រៃយ៍និងសម្រួលសភាពជីវិតលោកអ្នកឲ្យប្រសើរឡើងទោះបន្តិចបន្តួចក្តីតែវាគង់វង្សយូរអង្វែងរួមទាំងលូតដល់ទីបំផុតនៃភាពរុងរឿងបានបែបនេះតើយើងត្រូវបដូរឈ្មោះឬបដូរព្រឹត្តិកម្មណាមួយប្រសើរជាង